សូមស្វាគមន៍សម្រាប់ការចូលមកកាន់នៅមេរៀនបន្ទាប់ទាក់ទងទៅនឹងការប្រើប្រាស់នៃកម្មវិធី Microsoft Excel 2024 បាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកគ្នាអំពីរបៀបនៃការកំណត់ header footer យើងប្រើប្រាស់ការកំណត់ header footer ដើម្បីធ្វើការបញ្ចូលព័ត៌មាននៅលើក្បាលទំព័រឬជើងទំព័ររបស់យើងឲ្យមានភាពស្រស់ស្អាតឬក៏ជាការចំណាំទុកនៅក្នុងឯកសារណាមួយហ្នឹងទៅទីសាស្ត្រនៃការចូលទៅប្រើប្រាស់ទី1អ្នកនេះចុចនៅលើ insert tab ទី2អ្នកនេះចុចនៅក្នុង group text អ្នកនេះយកកន្លែង header ឬក៏ footer បាទបន្តមកទៀតអ្នកនេះធ្វើការបញ្ចូលព័ត៌មាននៅលើ header ឬក៏ footer តោះឥឡូវយើងទៅបើកកម្មវិធី Microsoft Excel ដើម្បីធ្វើការអនុវត្តទាំងអស់គ្នាបាទអញ្ចឹងខ្ញុំចុចទៅកាន់កន្លែង insert tab បាទខ្ញុំចូលទៅកាន់កន្លែង header and footer បាទអញ្ចឹងនៅក្នុងកន្លែងហ្នឹងអ្នកនេះអាចធ្វើការបញ្ចូលព័ត៌មាននៅលើក្បាលទំព័រឬជើងទំព័ររបស់យើងហើយវានឹងរត់នៅគ្រប់ស្លឹកការងាររបស់យើងទាំងអស់ទីសាស្ត្រមួយទៀតអ្នកនេះអាចធ្វើការចូលទៅក្នុងកន្លែង header footer ដែលយើងចូលទៅក្នុងកន្លែង view មួយឈ្មោះថា page layout បាទនៅខាងក្រោមផ្នែកខាងស្ដាំយើងនឹងចេញបានទម្រង់បែបនេះដូចគ្នាអញ្ចឹងអ្នកនេះក៏យកមកចុចមកយើងអាចធ្វើការបញ្ចូលបានដូចគ្នាហើយនៅពេលដែលយើងចូលទម្រង់បែបហ្នឹងហើយអ្នកនេះទៅកាន់ tab មួយឈ្មោះថា header and footer បាទខ្ញុំនឹងធ្វើការបញ្យល់អ្នកនេះនៅចំណុចទាំងអស់នេះបាទអញ្ចឹងទី1នៅក្នុងកន្លែង header យើងអាចធ្វើការជ្រើសរើសនៅប្រភេទ header ដែលមានស្រាប់នៅក្នុងនេះដែលជា recommend របស់ Microsoft Excel តែម្ដងដូចជា page number ជា sheet អីចឹងទៅបាទ footer ដូចគ្នាបាទមួយទៀតតកតងទៅនឹងកន្លែង page number កន្លែង page number វានឹងបង្ហាញឬក៏វានឹងធ្វើការចេញពីចំនួននៃ page number របស់យើងអញ្ចឹងនៅពេលខ្ញុំចុចទម្រង់បែបនេះបាទខ្ញុំចុចឡើងនេះមកគឺវានឹងចេញលេខ1អញ្ចឹងវាសម្គាល់ថាកន្លែងនេះគឺជា page ទី1បាទអញ្ចឹងបើសិនជាខ្ញុំចង់ឲ្យចេញពាក្យថា page 1អញ្ចឹងជាធម្មតាតកតងទៅនឹងការដាក់ header footer តកតងការដាក់លេខទំព័រភាគច្រើនគេដាក់នៅខាងក្រោមផ្នែកខាងស្ដាំអញ្ចឹងខ្ញុំដាក់ថា page ចុច2មកខ្ញុំដក clear បន្តិចបាទហើយខ្ញុំធ្វើការបញ្ចូលនៅ page number អញ្ចឹងវាចេញ end page ចុចឡើងនេះមកវានឹងចេញ page 1ប៉ុន្តែបើសិនជាខ្ញុំចង់ឲ្យចេញជាទម្រង់បែបនេះ page 1បាទ page 1នៃ page សរុបទាំងអស់ប្រមាណឧទាហរណ៍ថា5ចុះអញ្ចឹងចង់ឲ្យវាចេញទម្រង់បែបនេះអ្នកនេះអាចធ្វើការសរសេរតាមវិធីសាស្ត្រនេះបាទខ្ញុំសូមលុបហើយសរសេរម្ដងទៀតខ្ញុំសរសេរ page ចុច2ដក clear តិចខ្ញុំបញ្ចូលនៅកន្លែងនេះហើយខ្ញុំដាក់សញ្ញាដក clear តិចមកខ្ញុំសរសេរ out ដក clear តិចមកខ្ញុំបញ្ចូលកន្លែងពាក្យថា number of page នេះគឺជាចំនួននៃ page សរុបនៅក្នុងឯកសាររបស់យើងបើយើងធ្វើការបង្កើនដល់5វានឹងចេញដល់5 6ដល់6ទៅតាមស្ថានភាពជាក់ស្ដែងនៃ page របស់យើងចាំយកមកចុចលើនេះយើងនឹងបាន page 1ក្នុងចំណោម page សរុបទាំងអស់1ឧទាហរណ៍ថាបើសិនជាកន្លែងនេះខ្ញុំបញ្ចូលថែមមួយទៀតចឹងខ្ញុំបាន page 2ក្នុងចំណោម page ទី2ឬក៏ page ទី1ក្នុងចំណោម page សរុបទាំងអស់1 2ចឹងទៅវា3ចឹងទៅបាទឧទាហរណ៍ថាឥឡូវខ្ញុំធ្វើការបញ្ចូលនៅកន្លែងនេះបាទដោយសារ Excel ស៊េរីចុងក្រោយនេះវាធ្វើការ scale ទៅតាមទិន្នន័យរបស់យើងដោយសារទិន្នន័យរបស់យើងតិចដែរអ្នកនេះណាដល់ពេលចឹងទៅវាធ្វើការទាញបញ្ចូលនៅក្នុង page តែមួយបាទខ្ញុំបញ្ចូលទៅវានៅចូល page តែមួយដោយសារឯកសាររបស់យើងតិចអ្នកនេះណាបាទអញ្ចឹងនេះគឺជារបៀបនៃការប្រើប្រាស់ជាមួយនឹង page ឬក៏យើងហៅថា header footer បាទអញ្ចឹងយើងទៅបន្តទៀតមួយទៀតកន្លែងនេះគឺតាក់ទងទៅនឹងគេហៅថា current date នេះវានឹងចាប់យកការបរិច្ឆេទរបស់យើងដែលយើងធ្វើការប្រើប្រាស់ឬក៏បង្កើនឯកសាររបស់យើងខ្ញុំចុចឡើងនេះមកវាចេញថ្ងៃទី22ខែ2ឆ្នាំ2026ចឹងទៅបាទមួយទៀតតាក់ទងទៅនឹងកន្លែង current time វានឹងបញ្ចូលម៉ោងពេលដែលយើងកំពុងធ្វើការងារទៅលើឯកសារមួយហ្នឹងបាទមួយទៀតឡើងលុបនេះចោលបាទមួយទៀតតាក់ទងទៅនឹងកន្លែង file path នេះគឺវានឹងបង្ហាញឯកសាររបស់យើងទុកនៅកន្លែងណាទីតាំងC user teacher PC desktop ហើយនឹងឯកសារឈ្មោះនេះទាំងទៅ
បាទអញ្ចឹងមួយទៀតតកតងទៅនឹង sheet name បាទ sheet name ឡើយនេះ sheet ឈ្មោះរបស់យើងឈ្មោះអីឈ្មោះ sheet 1អញ្ចឹងវានឹងចេញថា sheet 1អញ្ចឹងទៅបាទនេះគឺជាការប្រើប្រាស់ header footer បាទដែលយើងគ្រាន់តែរើសស្រាប់ៗអ្នកនរគ្នាណាបាទមួយទៀតតកតងទៅនឹងកន្លែង picture តកតងទៅនឹងកន្លែង picture មានន័យថាយើងអាចធ្វើការបញ្ចូលរូបភាពបាទខ្ញុំទៅរើសពី Bing មកឧទាហរណ៍តែយើងធ្វើការបញ្ចូលរូបភាពនៅក្នុង Excel នេះឬក៏ header footer នៅក្នុង Excel នេះគឺយើងមិនអាច scale នៅទំហំវាបានទេអ្នកនាងណាបាទចុះទៅពេលចុចឡើងនេះមកនេះស្ថិតនៅក្នុង header បាទអញ្ចឹងចង់លុបទៅវិញអ្នកនាងទៅលុបវាចោលបាទយើងអត់មានកន្លែងណាដើម្បី scale ទៅលើរូបភាពនឹងបានទេអញ្ចឹងបើយើងចង់បានដាក់ជា header footer នៅក្នុង Excel អ្នកនាងគួរតែ scale ទំហំរូបភាពរបស់យើងឲ្យតូចទៅហើយមុននឹងយើងធ្វើការប្រើប្រាស់នៅក្នុង header ឬក៏ footer នៅក្នុង Excel បាទឥឡូវខ្ញុំលុបចោលទៅវិញបាទបន្តមកទៀតអ្នកនាងមើលកន្លែងនេះគេដាក់ថា go to footer យើងកំពុងប្រើប្រាស់នៅលើ header វានឹងចេញ footer វាផ្ទុយគ្នាយើងប្រើប្រាស់នៅក្នុង footer វានឹងចេញ header បាទឥឡូវបន្តទៀតមួយទៀតតកតងកន្លែងពាក្យថា different per page different per page មានន័យថាយើងនឹងធ្វើការដាក់ header footer នៅក្នុងទំព័រទី1ខុសពី page ដទៃទាំងអស់តែទី1ទេណានេះណាឧទាហរណ៍យើងមាន10អញ្ចឹង select ទី1ផ្សេង select ទី2ដូចគ្នារហូតដល់ select ចុងក្រោយទៅមួយទៀតតកតងទៅនឹង different order event page មានន័យថាទំព័រសេសនិងទំព័រគូចេញលក្ខខណ្ឌផ្សេងគ្នាទំព័រសេសចេញឧទាហរណ៍ថាចេញរូបឬក៏ចេញអក្សរ A អញ្ចឹងទៅទំព័រ B គឺទំព័រគូគឺបញ្ចេញអក្សរ B អញ្ចឹងទៅមួយទៀតកន្លែងនេះតកតងទៅនឹងកន្លែងពាក្យថា scale with document ឯកសាររបស់យើងតូចធំវានឹងប្រិចរួម header footer របស់យើងទៅតាមទំហំនៃឯកសារមួយទៀតតកតងទៅនឹង alignment with page margin អញ្ចឹងមានថាបើ margin របស់យើងតូចវានឹងធ្វើការប្រិចឬក៏ព្រមឬក៏និយាយរួមទៅវានឹងធ្វើការប្រិចព្រមទៅតាម margin វិញអញ្ចឹងពីរលក្ខខណ្ឌជាធម្មតានៅក្នុង Excel គឺវា default ចាប់យកឡើងតែម្ដងបាទអញ្ចឹងនេះគឺជារបៀបនៃការប្រើប្រាស់នៅ header footer នៅក្នុង Excel សូមជួយចុច subscribe និងរូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តទៀតសូមអរគុណសូមជម្រាបលា